មនុស្សជាច្រើនគិតថាអ្នកដែលស្មោះត្រង់ហើយត្រូវគេបោកត្រូវគេក្បត់នោះជាមនុស្សល្ងងអ្នកគិតខុសហើយអ្នកដែលក្បត់ឬបោកអ្នកស្មោះត្រង់ជឿចិត្តអ្នកទុកចិត្តអ្នកស្រឡាញ់អ្នកនៅថ្ងៃមួយដែលអ្នកបាត់បង់គេទៅដោយទង្វើរបស់អ្នកថ្ងៃនោះអ្នកនឹងយល់ថាអ្នកណាជាអ្នកល្ងងពិតៗខណៈកើតមកជាមនុស្សបុណ្យនាំមកកើតក៏មានទុកដល់ថ្នាក់នឹងតែប្រសិនបើមិនមានបុណ្យកើតជាប្រែតជាសត្វចុះនឹងមានទុកដល់ថ្នាក់ណារក្សារាងកាយនេះឲ្យល្អនឹងសាងបុណ្យបន្តកុសលនិងអំពើល្អនឹងជួយយើងបានសុខរហូតលំបាកពេលនេះថ្ងៃមុខក៏គង់នឹងសុខយើងមិនដឹងថាយើងនឹងចាក់ចេញពីលោកនេះនៅពេលណាអ្វីដែលធ្វើឲ្យមានក្តីសុខក៏ធ្វើទៅកុំខ្វល់ពីអនាគតច្រើនជ្រុលរហូតភ្លេចសេចក្តីសុខនាពេលបច្ចុប្បន្នកុំប្រកែកកុំឆ្លោះជាមួយអ្នកណាព្រោះវាខាត់ពេលវេលានៃជីវិតនិយាយល្អធ្វើល្អជាពិសេសជាមួយមនុស្សក្បែរខ្លួនមានអ្វីដែលត្រូវធ្វើក៏ឲ្យធ្វើទៅហើយសួរខ្លួនឯងអ្វីគឺជាសេចក្តីសុខមានមហាសេដ្ឋីមួយមានគេសួរគាត់ថាគាត់ខ្លាចជាមហាសេដ្ឋីបានយ៉ាងម៉េចគាត់និយាយថាច្បាប់ទី1ប្រសិនបើអ្នកមិនបានមកពីគ្រួសារអ្នកមានត្រូវចេញពីអ្នកច្បាប់ទី2ផ្ដោតលើមនុស្សស្រឡាញ់តែម្នាក់គាត់នោះនឹងជួយយើងឲ្យជោគជ័យច្បាប់ទី3អ្នកនឹងមិនត្រូវបានរិះគន់ពីអ្នកដែលគេធ្វើច្រើនជាងអ្នកតែអ្នកនឹងត្រូវគេរិះគន់ពីអ្នកដែលធ្វើតិចជាងអ្នកច្បាប់ទី4អ្នកឈ្នះគឺជាអ្នកចាញ់ដែលសាកល្បងម្ដងហើយម្ដងទៀតច្បាប់ទី5មនុស្សខ្លះនឹងខឹងខ្លាំងប្រសិនបើអ្នកមិនព្រមឲ្យគេប្រើកុំធ្លាក់ខ្លួនជាជនរងគ្រោះច្បាប់ទី6កុំផុសរឿងអត់ប្រយោជន៍រឿងកំ pl ែងរឿងអ្នកជោគជ័យឲ្យគេដឹងព្រោះគេមិនចូលចិត្តឃើញអ្នកដើរទៅមុខទេច្បាប់ទី7ប្រសិនបើអ្នកខ្ជិលគឺអ្នកមិនឲ្យកិត្តិយសអ្នកដែលជឿលើអ្នកច្បាប់ទី8 6ខែនៃការព្យាយាមមានវិន័យនិងប្រាជ្ញាចិត្តដូរជីវិតអ្នកបានរហូតមួយជីវិតប្រសិនបើមិនចាប់ផ្ដើមក៏នៅដូចជីវិតដើមប្រសិនបើមិនដើរទៅមុខមិនដេចនឹងដល់គោលដៅរត់មិនរួចក៏ឲ្យដើរមិនបានក៏ឲ្យវាយ៉ាងម៉េចក៏បានឲ្យតែជីវិតទៅខាងមុខមិនបាច់ទៅប្រៀបធៀបជាមួយអ្នកណាជីវិតគេគឺជីវិតគេជីវិតយើងគឺជីវិតយើងម៉ែមួយចិញ្ចឹមកូន10រស់តែកូន10ចិញ្ចឹមម៉ែមួយមិនបានកូនដែលធ្វើសេចក្តីល្អចំពោះម្ដាយឪពុកនឹងមានតែភាពរុងរឿងនិងមានអ្វីល្អៗចូលជីវិតជានិច្ចជីវិតរស់នៅត្រូវមានក្តីសុខត្រូវស្គាល់ការអត់ធន់ក្តីទុក្ខឲ្យបានហើយក៏មិនបាច់ទៅរកក្តីទុក្ខមកបន្ថែមឲ្យខ្លួនអីតាមគោលការណ៍ចិត្តវិទ្យាពេលអ្នកគិតច្រើនឲ្យអ្នកសម្រាកដកដង្ហើមចូលឲ្យជ្រៅហើយបន្ធូរវិញឲ្យវែងនិងសរសេរការនឹកឃើញរបស់យើងចូលក្នុងសៀវភៅហើយវានឹងល្អឡើងពេលអ្នកមានអារម្មណ៍ថាជីវិតមិនមានផ្លូវទៅគ្មានគោលដៅឲ្យរៀនពីអ្វីថ្មីអានអ្វីដែលមិនធ្លាប់អានធ្វើអ្វីដែលមិនធ្លាប់ធ្វើហើយក៏សួរទៅខ្លួនឯងហើយវាក៏ល្អឡើងវិញពេលដែលយើងមានអារម្មណ៍មិនល្អពិបាកចិត្តឲ្យហាត់ប្រាណដើររត់ឬហាត់ប្រាណផ្សេងហើយវាក៏ល្អឡើងវិញនៅពេលអ្នកមានអារម្មណ៍ច្របូកច្របល់សរសេរសារៈសំខាន់និងផែនការសរសេរបន្តិចម្ដងហើយវានឹងល្អឡើងពេលអ្នកមានអារម្មណ៍អត់ថាមពលឲ្យអ្នកបដូរបរិយាកាសទៅដើរកម្សាន្តទៅជួបមនុស្សផ្សេងនិងទៅធ្វើអ្វីថ្មីមកដល់សម័យនេះហើយមិនបាច់អធិប្បាយខ្លួនឯងឲ្យអ្នកណាយល់ទេអ្នកណាយល់យ៉ាងម៉េចក៏ស្រេចតែគេទៅអ្នកណានឹងមើលយ៉ាងម៉េចក៏ស្រេចតែគេដែរផ្ដោតតែក្តីសុខយើងក៏គ្រប់គ្រាន់ហើយជួនកាលជីវិតក៏មិនត្រូវការអ្វីណាមានផ្ទះឲ្យនៅមានបាយឲ្យញ៉ាំមានការងារឲ្យធ្វើអ្នកផ្ទះមិនលំបាកជីវិតមានក្តីសុខហើយយើងនឹងខ្លាចបាត់បង់អ្វីធ្វើអ្វីនៅលើโลกនេះមិនមានអ្វីជារបស់យើងសូម្បីតែមួយពេលដល់វេលានោះសូម្បីតែរាងកាយដែលយើងស្រឡាញ់មិនដែលទៅណាមិនយកទៅតែក៏ត្រូវចោលទៅដែរអ្នកធ្វើការដើម្បីអ្វីដើម្បីសាងជីវិតឬទ្រទ្រង់ជីវិតប្រសិនបើធ្វើការដើម្បីសាងជីវិតក៏ត្រូវប្រឹងត្រូវនឿយ10ដងមិនមានពាក្យថាទំនេរមានតែពាក្យថាសាងវេលាហើយលះបង់ពេលវេលាដើម្បីសាងជីវិតពេលដែលមនុស្សមិនមានពិតកុំទៅថាគាត់ខ្ជិលគាត់មិនប្រឹងរកពេលដែលយើងនិយាយនោះគាត់ធ្វើមកអស់ហើយឱកាសរបស់មនុស្សមិនដូចគ្នាឡើយយើងនឹងគាត់ឈរកន្លែងផ្សេងៗបើយើងមិនបានជួយក៏កុំទៅថាគាត់អីមិនបាច់ទៅព្យាយាមអธิบายខ្លួនឯងឲ្យអ្នកណាយល់ទេថាយើងយ៉ាងនេះយ៉ាងនោះគេមិនចូលចិត្តយើងក៏នៅតែរកហេតុផលមិនចូលចិត្តដល់ដែរនឹងយើងកាន់តែដឹងក្តីក៏មានអ្នកមិនចូលចិត្តយើងច្រើននេះជាអ្វីដែលយើងត្រូវយល់ហើយយើងក៏មិនបាច់ចាំទៅខ្វល់មនុស្សទាំងលោកយើងគ្រាន់តែធ្វើនាទីយើងឲ្យបានល្អ